ព័ត៌មានទី1គឺតាមសេចក្តីជូនដំណឹងរបស់ខាងក្រមលេខាធិការដ្ឋានកិច្ចការព្រំដែនរបស់កម្ពុជាដូចជាខ្ញុំជឿថាប្រិមិត្តបានឃើញហើយបាទខ្ញុំមិនចូលទៅលម្អិតឲ្យប្រិមិត្តទៀតទេបាទមានការបង្ហោះតាមបណ្ដាញសង្គមរបស់ខាងបណ្ដាញរដ្ឋាភិបាលកម្ពុជាជាច្រើនហើយខ្ញុំក៏បានយកចែករំលែកនៅតាម Facebook របស់ខ្ញុំដែរអញ្ចឹងប្រិមិត្តអាចចូលទៅកន្លែងនោះបានក៏ប៉ុន្តែអ្វីដែលខ្ញុំអាចសង្ខេបជូនបាននោះគឺមាន2ចំណុចណាចំណុចទី1គឺនៅចន្លោះបង្គោលព្រំដែនលេខ42ដល់47ដែលនៅភូមិសាស្ត្រភូមិព្រៃច័ន្ទនិងភូមិជោគជ័យដែលជាចំណុចរសើបប្រជាពលរដ្ឋកម្ពុជាបានរងគ្រោះគឺមានការបញ្ចប់ការបង្កើតផែនទីរូបថតចាំបានន័យថាគេហោះ drone ពីលើហើយធ្វើជាផែនទីទៅតាមកិច្ចព្រមព្រៀងក្នុងពេលកន្លងមកហើយជំហានបន្ទាប់គឺនឹងចូលទៅដល់បោះបង្គោលបណ្ដោះអាសន្ននៅលើដីជាក់ស្ដែងនៅលើដីចឹងបានន័យថានៅខាងភូមិព្រៃច័ន្ទហ្នឹងគឺថតពីលើមុនហើយតាមផែនទីតាមការព្រមព្រៀងកន្លងមកគឺចាប់ជាស្ថាពរការងារជាក់ស្ដែងគឺបោះបង្គោលព្រំដែនបណ្ដោះអាសន្នទេណាបាទដោយឡែកនៅខាងភូមិសាស្ត្រព្រំដែនលេខបង្គោលលេខ52ដល់59នៅខាងកំរៀងបាត់ដំបងនោះគឺការបោះបង្គោលបណ្ដោះអាសន្នបានចប់ហើយគឺមានចំនួន166បង្គោលហើយជំហានបន្ទាប់គឺការបង្កើតផែនទីរូបថតបាទតើមានចំណុចមុនក្រោយគ្នាយ៉ាងម៉េចខ្ញុំក៏អត់ដឹងដែរណាអ្នកជំនាញខាងផែនទីប្រហែលជាគាត់ដឹងណាអ្នកជំនាញផែនទីនៅលើដីគេប្រហែលជាដឹងច្បាស់អញ្ចឹងក៏ខ្ញុំជម្រាបជូនតាមការជូនដំណឹងរបស់កម្ពុជាគឺអញ្ចឹងណាគឺមានការមុនក្រោយគ្នាបន្តិចរបៀបធ្វើការនៅកន្លែងនោះអញ្ចឹងបើតាមការជូនដំណឹងនោះគឺក្រោយពីបាននោះគឺការងារបន្តគឺការងារបច្ចេកទេសណាបាទហើយថ្នាក់ដឹកនាំកម្ពុជាក៏បានបញ្ជាក់ថាក្រោយពីការវាស់វែងនឹងបានបញ្ចប់គឺក្រុមការងារនៃប្រទេសទាំងពីរនឹងពិនិត្យមើលការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងសងខាងប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្ដោះអាសន្នដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបានស្របតាមគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមកនេះបើតាមប្រសាសន៍របស់លោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបាទលោកបានបញ្ជាក់អញ្ចឹងដោយឡែកកាសែតរបស់ថៃវិញកាសែត The Nation ក៏បានចុះផ្សាយដែរណាកាសែត The Nation ក៏បានចុះផ្សាយពាក់ព័ន្ធជាមួយនឹងការបញ្ចប់ការងារនៅខាងចន្លោះព្រំដែនបង្គោលព្រំដែនលេខ52 59នឹងដែរតែនៅខាងព្រៃច័ន្ទអត់ទាន់ឃើញមានសេចក្តីរាយការណ៍នៅឡើយទេណាចឹងបានន័យថាកម្ពុជារាយការណ៍មុនកាលពីម្សិលមិញខ្ញុំដកសងសេចក្តីរាយការណ៍ពី52ដល់59ហ្នឹងគឺកម្ពុជាគាត់ទៅតែជូនដំណឹងនៅថ្ងៃនេះខាង Council រាយការណ៍មុនមកតែនៅថ្ងៃនេះខាង Nation ក៏ទៅចេញផ្សាយអញ្ចឹងបានន័យថា Nation គាត់ចេញផ្សាយក្រោយ Council ហើយដំណើរជាមួយនឹងភាគីកម្ពុជាផងដែរអញ្ចឹងខ្ញុំសូមដកស្រង់ពី Nation បន្តទៀតផងដែររឿងដដែលទេក៏ប៉ុន្តែនៅពេលនេះគឺខាង Nation គាត់មានមន្ត្រីរបស់ខាងថៃហ្នឹងបាននិយាយគឺលោក Rear Admiral ណាលោកឧត្តមនាវីតូឈ្មោះថាប្ររាជរតនាឆៃផាន់គាត់បានដែលជាអ្នកនាំពាក្យនៃក្រសួងនៃយោធាជើងទឹករបស់ថៃហ្នឹងគាត់បានរាយការណ៍ថាគឺក្រុមវាស់វែងចម្រុះរវាងកម្ពុជានិងថៃហ្នឹងគឺបានបញ្ចប់ការងារនេះដោយជោគជ័យហើយដោយបានបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះរវាងប្រទេសទាំងពីរគឺនៅចន្លោះបង្គោល52ដល់59ដែលមានចម្ងាយដីគឺ 8.3 គីឡូម៉ែត្រណាអញ្ចឹងគឺ8គីឡូម៉ែត្រហ្នឹងគឺបង្គោលជាង166ហើយគឺការងារហ្នឹងគឺចំណាយពេល16ថ្ងៃការងារដែល16ថ្ងៃដែលក្នុងការបោះបង្គោលព្រំដែននេះដោយមានបង្គោលបណ្ដោះអាសន្នចំនួន166ហើយថៃចាត់ទុកថានេះគឺជាការវិវត្តដ៏សំខាន់មួយនៅក្នុងការប្រមូលទិន្នន័យពាក់ព័ន្ធជាមួយនឹងព្រំដែនរវាងប្រទេសទាំងពីរហើយក្រុមវាស់វែងនេះគឺនឹងបន្តធ្វើទៀតដោយឈរទៅលើស្តង់ដារបច្ចេកទេសដែលអន្តរជាតិទទួលស្គាល់អញ្ចឹងគឺមិនមែនជាស្តង់ដាឯកតោភាគីទេណាគឺជាឯកតាដែលទ្វេភាគីដែលអន្តរជាតិទទួលស្គាល់ដើម្បីធានាថាប្រទេសទាំងពីរអាចនឹងស្របទទួលយកបានតាមទិន្នន័យភូមិសាស្ត្រដែលមានលោកប្ររាជបានបញ្ជាក់បន្ថែមថាការងារនេះគឺមិនបានផ្លាស់ប្ដូរអ្វីដែលមាននៅលើព្រំដែននោះទេអត់មានផ្លាស់ប្ដូរដីនៅលើព្រំដែននោះទេវាគ្រាន់តែជាជំហានបន្តទៅទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្នាក្នុងការប្រមូលទិន្នន័យឲ្យបានជាក់ស្ដែងរវាងប្រទេសថៃនិងកម្ពុជាហើយដំណាក់កាលបន្ទាប់កម្ពុជាថៃក៏បានឲ្យដឹងដែរថាគឺនឹងមានការវាស់វែងដោយប្រើ drone បង្ហោះពីលើដើម្បីចាប់រូបភាពដែលមាន
រូបភាពដែលមានទិន្នន័យខ្ពស់រូបភាពច្បាស់លាស់ហើយនឹងរៀបចំផែនទីដែលមានលក្ខណៈសុក្រិតហើយទិន្នន័យទាំងអស់នេះនឹងចងក្រងហើយដាក់ជូនទៅខាងគណៈកម្មាធិការព្រំដែនចម្រុះដើម្បីឲ្យអនុម័តយល់ព្រមជាផ្លូវការនៅពេលណាដែលទិន្នន័យទាំងអស់នេះបានត្រូវបានយល់ព្រមហើយគឺប្រទេសថៃនឹងពិភាក្សាជាមួយនឹងកម្ពុជាអំពីដំណើរការក្នុងការរៀបចំសាងសង់របងព្រំដែនដែលមានគោលបំណងដើម្បីធ្វើឲ្យប្រសើរឡើងនៅការគ្រប់គ្រងការឆ្លងកាត់តាមព្រំដែនក៏ដូចជាទប់ស្កាត់នៅសកម្មភាពឆ្លងដែនខុសច្បាប់ហើយដើម្បីធ្វើយ៉ាងណាគ្រប់គ្រងឲ្យបានច្បាស់នៅទិន្នន័យរួមគ្នានៅតាមបណ្ដោយព្រំដែនហើយគឺខាងពីគីថៃក៏បានបញ្ជាក់ថាគឺរបងដែលសាងសង់នេះបាទគឺជាឧបករណ៍សម្រាប់ការគ្រប់គ្រងតាមព្រំដែនទេគឺមិនមែនជាការកំណត់ព្រំដែនថ្មីទេបាទនេះគឺភាគីថៃគាត់រីកាក៏មានការប្រយ័ត្នប្រយែងផងដែរខាងភាគីថៃណាបាទអញ្ចឹងគឺសេចក្តីរីកានេះខ្ញុំបានដកសងទាំងភាគីកម្ពុជាហើយនិងភាគីថៃមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាហើយអញ្ចឹងនៅពេលដែលព្រំដែនច្បាស់លាស់ចង់ថៃគាត់សងរបងមាសរបងប្រាក់អីនឹងរឿងរបស់គាត់ប៉ុន្តែសំខាន់ឲ្យបានច្បាស់ទៅតាមព្រំដែនទៅគឺជាជំហរដែលកម្ពុជាតែងតែបញ្ជាក់ក្នុងពេលកន្លងមកក្នុងគាត់មិននិយាយរបងមាសរបងប្រាក់នៅពីខ្ញុំទេណាគឺសំខាន់ដីដែលបានព្រមព្រៀងគ្នាតាមផែនទីបារាំងសៀមក្នុងពេលកន្លងមកនេះជំហរកម្ពុជាគឺបញ្ជាក់ជាបន្តបន្ទាប់អញ្ចឹងផងដែរណាបាទនេះគឺជាការវិវត្តទី1ការវិវត្តទី1អញ្ចឹងសរុបមកវិញសម្រាប់ប្រិមិត្តដែលមិនទាន់ច្បាស់មុននឹងយើងឈានទៅដល់ការសន្និដ្ឋានគឺយើងមើលគេមានដំណាក់កាលរបស់គេចឹងគឺបានន័យថាក្រុមបច្ចេកទេសគាត់ធ្វើគាត់មានឧបករណ៍របស់គាត់ចឹងលក្ខណៈបច្ចេកទេសគាត់ធ្វើអញ្ចឹងមកហើយបានគាត់ប្រមូលទិន្នន័យច្បាស់លាស់មកថ្នាក់លើ JBC នេះគាត់ពិនិត្យមើលអញ្ចឹងទៅមានការអនុម័តយល់ព្រមយ៉ាងម៉េចឬក៏មានការចរចាគ្នាយ៉ាងម៉េចដើម្បីដោះស្រាយតាមស្ថានភាពជាក់ស្ដែងហ្នឹងយ៉ាងម៉េចឧទាហរណ៍ដូចក្នុងពេលដែលថៃគាត់និយាយហ្នឹងគឺបានន័យថាបដីហ្នឹងក្នុងពេលកន្លងមកគឺកម្ពុជាយើងបានទៅនៅក្នុងតំបន់របស់ដែលថៃដែលជាដីរបស់ថៃឬក៏ថៃចូលមកដីរបស់យើងឬក៏គេមានការចរចាគ្នាដោះដូរយ៉ាងម៉េចអាហ្នឹងឬក៏ចល័តឲ្យដកប្រជាពលរដ្ឋជំនះបាទអញ្ជើញប្រជាពលរដ្ឋចេញពីកន្លែងហ្នឹងយ៉ាងម៉េចអាហ្នឹងគេថ្នាក់លើគេសម្រេចទេបាទអញ្ចឹងណាបាទអញ្ចឹងអ្វីដែលគេចង់និយាយហ្នឹងគឺមានន័យអញ្ចឹងបាទតែតើវិធីមួយណាខ្ញុំអត់ដឹងដែរគាត់ថាខ្ញុំបញ្យល់ឲ្យប្រិមិត្តមួយចំនួនឲ្យដឹងច្បាស់បន្ថែមទៀតពីព្រោះយើងទាំងអស់គ្នាមិនមែនជាអ្នកជំនាញព្រំដែនទេបាទគេអ្នកជំនាញព្រំដែនគេយល់ខុសពីយើងណាបាទហើយថ្នាក់នយោបាយក៏គេយល់ខុសពីយើងដែរព័ត៌មានទី2គឺប្រិមិត្តនៅចាំបានទេនៅភូមិព្រៃច័ន្ទដែលថៃបានបាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជាបណ្ដាលឲ្យស្លាប់ម្នាក់ហើយនឹងរបួស3នាក់កាលពីថ្ងៃទី12ខែវិច្ឆិកានោះឥឡូវនេះគឺក្រសួងការបរទេសបានលទ្ធផលចុងក្រោយឥឡូវនេះខជំរាបជូនទៅដល់ខាងអង្គទូតបរទេសឲ្យបានដឹងអំពីហេតុការណ៍ហ្នឹងគឺតាក់ទងជាមួយហេតុការណ៍ហ្នឹងគឺអ្នកដែលស៊ើបអង្កេតហ្នឹងគឺខាងប៉ូលីសរបស់កម្ពុជាព្រោះប៉ូលីសក៏មានជំនាញខាងហ្នឹងពេលដែលស៊ើបអង្កេតហ្នឹងគឺមានការចូលរួមពីខាង AOT ផងដែរបានបង្ហាញឲ្យឃើញអំពីអ្វីដែលបានកើតមានឡើងអញ្ចឹងខ្ញុំមិនចូលលម្អិតទេគឺប្រិមត្តអាចនឹងចូលទៅមើលសេចក្តីប្រកាសព័ត៌មានដែលបានបង្ហោះនៅតាមបណ្ដាញសង្គមរបស់រដ្ឋាភិបាលកម្ពុជាក៏ដូចជាខ្ញុំបានយកមកចែករំលែកជូនប្រិមត្តផងដែរណាគឺកម្ពុជាអ្វីដែលកម្ពុជារកឃើញហ្នឹងគឺដោយតែក្នុងពេលកន្លងមកចឹងគឺបានបញ្ជាក់ថាខាងភាគីកម្ពុជាអត់មានបានបាញ់ទេអត់មានបានបាញ់ទៅលើភាគីថៃទេគឺថៃបានបាញ់មកលើភាគីកម្ពុជាតែបានបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសណាហ្នឹងគឺជាអ្វីដែលកម្ពុជាបានបញ្ជាក់កន្លងមកហើយក៏ស្របគ្នាជាមួយនឹងការរកឃើញនេះដែរអញ្ចឹងព័ត៌មានលម្អិតប្រិមត្តអាចចូលទៅអានដោយខ្លួនឯងបាទនេះគឺជាព័ត៌មានទី2ណាដែលខ្ញុំចង់ក្រងសម្រាប់ប្រិមត្តទាំងអស់គ្នាហើយព័ត៌មានទី3នេះគឺនៅគ្រោះទឹកជំនន់នៅក្នុងប្រទេសថៃបាទឥឡូវនេះប្រិមត្តអាចមើលឃើញរូបភាពនេះហើយគឺមានអ្នកនៅរូបពីទូចតិចគឺរូបខ្ញុំមិនអាចដាក់ cursor បង្ហាញបានគឺអ្នកជាប់កុននៅលើដំបូលអគារណែនតែម្ដងពីព្រោះទឹកនៅកន្លែងនេះទីក្រុងហាត់យ៉ៃនេះគឺលិចទៅដល់ជាន់ទី1នឹងលិចអស់ទៅហើយមិនអាចនៅកន្លែងហ្នឹងបានទេអញ្ចឹងពួកគាត់ទៅប្រមូលផ្ដុំគ្នាទៅលើដំបូលហើយបើយោងតាមសេចក្តីរាយការណ៍នានារួមទាំងទីភ្នាក់ងារសារព័ត៌មានបរទេសដូចជា Reuters ផងដែរគឺនៅកន្លែងខ្លះគឺត្រូវតែយកឧទ្ធម្ភាគចក្រទៅជំលះដឹកជញ្ជូនអ្នកជំងឺចេញពីមន្ទីរពេទ្យពីព្រោះអីទឹកចំនួនកាត់ផ្ដាច់ផ្លូវគមនាគមន៍តាមជើងគោកអស់ហើយជាទូទៅគឺនៅទូទាំងខេត្តចំនួន7គឺមានអ្នកស្លាប់ចំនួន33នាក់នៅក្នុងខេត្តចំនួន7ណាបាទហើយនៅក្នុងជាពិសេសនៅប៉ះពាល់ខ្លាំងជាងគេគឺនៅក្នុងខេត្តសង្ខឡាទីក្រុងហាត់យ៉ៃដែលប៉ះពាល់ខ្លាំងជាងគេហើយថៃចាត់ទុកថា
នេះគឺជាទឹកចំនួនអាក្រក់ជាងគេបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះដោយឡែកខាងសារព័ត៌មាន CNN វិញគាត់មានទិន្នន័យយ៉ាងម៉េចគាត់ថែមទាំងនិយាយថាគឺជាទឹកចំនួនដ៏អាក្រក់ជាងគេបំផុតក្នុងរយៈពេល300ឆ្នាំអញ្ចឹងដូច្នេះទំហំនៃការខូចខាតអាចច្រើនណាពីព្រោះក្នុងកាលពីឆ្នាំ2001បាទ2001ដូចធ្លាប់គ្រោះទឹកចំនួនធំដែរនៅថៃហ្នឹងគឺពេលនោះខាតប្រាក់អស់ប្រមាណជា41,000 លានដុល្លារ41 billion dollar ណាគឺ41,000 លានដុល្លារហើយ41,000 លានដុល្លារចំនួនឆ្នាំហ្នឹងគឺច្រើនណាស់ណាអញ្ចឹងដូច្នេះឥឡូវគេថាគ្រោះទឹកចំនួនរឿងនេះធ្ងន់ជាងការឆ្នាំនោះផងគឺជាលើកទី1ក្នុងរយៈពេល300ឆ្នាំអញ្ចឹងតួលេខនៃការខូចខាតអាចច្រើនតើហើយតាមធម្មតាតួលេខផ្លូវការគឺមិនសក្តិដូចការពិតជាក់ស្ដែងទេពីព្រោះប្រជាពលរដ្ឋខ្លះគាត់អស់ទ្រព្យសម្បត្តិរបស់គាត់មិនបានរាយការណ៍នឹងរឿងមួយផ្សេងទៀតណាបាទអញ្ចឹងនេះគឺជាគ្រោះទឹកចំនួនដ៏ធំមួយហើយក្រៅពីហ្នឹងគឺនៅខាងម៉ាឡេស៊ីនោះក៏មានដែរម៉ាឡេស៊ីហ្នឹងគឺក៏មានទឹកចំនួនផងដែរដែលធ្វើឲ្យអាជ្ញាធរត្រូវជំនះប្រជាពលរដ្ឋប្រមាណជា 45,000 នាក់ហើយនៅឥណ្ឌូនេស៊ីហ្នឹងក៏មានអ្នកស្លាប់បាទបាត់បង់ជីវិតផងដែរបាទរហូតដល់ពី8ទៅដល់13នាក់បាទនៅឥណ្ឌូនេស៊ីបាទដល់ឥណ្ឌូនេស៊ីហ្នឹងគឺមាន8ទៅដល់13នាក់ដែរគេគិតថាអាចនឹងស្លាប់ដោយសារតែទឹកចំនួនផងដែរអញ្ចឹងនេះគឺជាគ្រោះទឹកចំនួនមួយដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងតែម្ដងដែលឡែកគឺកម្ពុជាគឺជួបគ្រោះសំណាងអត់ទាន់មានបញ្ហាអ្វីទេហើយយើងក៏មិនរកដែរគឺគ្រោះធម្មជាតិនេះហើយដូចខ្ញុំបានជម្រាបជូនម្សិលមិញអញ្ចឹងគឺខ្ញុំឃើញមានការជូនពរចែករំលែកពីខាងស្ថាប័នសភាកម្ពុជាដែរទៅម៉ាឡេស៊ីទៅវៀតណាមអីហ្នឹងបាទប៉ុន្តែមិនទាន់ឃើញទៅថៃទេហើយខ្ញុំមិនឃើញយ៉ាងម៉េចតែក្នុងពេលកន្លងមកខ្មែរយើងតែតែមានសមានចិត្តក្នុងការពេលដែលអ្នកជិតខាងជួបគ្រោះថ្នាក់អញ្ចឹងគឺតែតែចូលរួមសមានចិត្តនៅចាស់បាននេះពេលដែលកុមារប្រហែលជាង10នាក់ក្រុមកុមារលេងបាល់ទាត់នោះហើយជាប់នៅក្នុងរូងភ្នំនៅថៃនោះដោយសារទឹកចំនួនអញ្ចឹងដែរនោះគឺនឹងខ្មែរយើងកាលនោះបានបង្ហោះតាមបណ្ដាញសង្គម Facebook នឹងចូលរួម Save Thailand Help Thailand សមានចិត្តនឹងច្រើនណាស់ខ្មែរយើងសមានចិត្តនឹងចូលរួមច្រើនណាស់ក៏ប៉ុន្តែលើកនេះគឺលេចលងដល់ណាដល់ណីរហូតដល់33នាក់ឯងខ្មែរយើងគាត់បានអ្នកខ្លះក៏នៅស្ងៀមអ្នកខ្លះក៏គាត់យល់ថានឹងជារឿងកម្ពុជាអីផងដែរប៉ុន្តែទោះបីយ៉ាងណាក៏ដោយខ្ញុំសូមរំលឹកម្ដងទៀតថាបាទការអបអរអ្នកដែលគេស្លាប់ហ្នឹងក៏មិនមែនជារឿងប្រពៃដែរណាឬក៏គេជួបគ្រោះថ្នាក់គឺមិនមែនជារឿងប្រពៃដែរបើគាត់ថាយើងមិនបានអីយើងនៅស្ងៀមក៏បានដែរយើងនៅស្ងៀមយ៉ាងបាទកុំឲ្យគេក្នុងឱកាសហ្នឹងតែយើងសរសេរវានៅជាប់ហ្នឹងគេវិតម្លៃពីពួកបរទេសក៏អញ្ចឹងដែរបរទេសក៏គេមើលដែរបរទេសខាងក្រៅក៏គេមើលតើវាជួបអញ្ចឹងតើកម្ពុជាមានប្រតិកម្មមិនជាពិសេសដូចថាទូតនៅអីនៅក្នុងហ្នឹងក៏គេមើលដែរតើយើងជាប្រជាពលរដ្ឋដែលមានទឹកចិត្តយ៉ាងម៉េចក្នុងពេលដែលអ្នកជិតខាងយើងជួបប្រទះរឿងអញ្ចឹងតើដោយសារតែរឿងជួនកាលគេអាចយល់យើងដោយសាររឿងបញ្ហាព្រំដែននេះយើងមានប្រតិកម្មបែបហ្នឹងគេអាចយល់ដែរក៏ប៉ុន្តែក៏បើសិនជាយើងនៅបង្ហាញភាពចាស់ទុំអានឹងរត់តែល្អដែរណាគ្រាន់តែជាមតិផ្ទាល់ខ្លួនរបស់ខ្ញុំទេអញ្ចឹងប្រិមិត្តអាចធ្វើដោយខ្លួនឯងខ្ញុំជឿថាប្រិមិត្តយល់ថាអ្វីទៅល្អហើយបាទបើអ្នកខ្លះក៏ពិបាកទប់ដែរណាគាត់អ្នកខ្លះខ្ញុំឃើញ comment មួយហ្នឹងគឺគាត់និយាយបាទ make sense របស់គាត់ដែរប៉ុន្តែខ្ញុំមិនគ្រប់គ្រងក៏លើកទឹកចិត្តដែរគាត់និយាយថានេះឯងជាទឹកភ្នែករបស់កម្ពុជាដែលបានសងទៅថៃវិញបាទគាត់សរសេរចឹងខ្ញុំមើលទៅបាទទំនងរបស់គាត់ដែរប៉ុន្តែបាទខ្ញុំមិនថាអីទេបាទអញ្ចឹងនេះគឺជាព័ត៌មានទី3បាទព័ត៌មានទី4វិញគឺនៅចំនួនរវាងតៃវ៉ាន់ជាមួយនឹងតៃវ៉ាន់ជាមួយនឹងចិននៅថ្ងៃនេះគឺសេចក្តីរាយការណ៍បានឲ្យដឹងថាចិនក៏គាត់បានព្រមាននៅថ្ងៃពុធនេះបានព្រមានថាគាត់នឹងកំទេចបរទេសណាដែលប៉ុនប៉ងចូលអន្តរាគមន៍នៅក្នុងកិច្ចការតៃវ៉ាន់ការប្រកាសព្រមាននេះគឺកើតមានឡើងក្រោយពីជប៉ុនបានប្រកាសអំពីផែនការថានឹងដំឡើងមីស៊ីលរបស់គាត់ផងដែរប្រសិនបើមានការចូលវាយប្រហារទៅលើដែនកោះតៃវ៉ាន់ដូច្នេះអ្នកនាំពាក្យក្រសួងការបរទេសរបស់ខាងចិនទទួលបន្ទុកកិច្ចការតៃវ៉ាន់ហ្នឹងក៏បានព្រមានបែបនេះថាអត់បានទេគឺយើងមានចំហច្បាស់លាស់ហើយនឹងការបញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថាគឺมันអាចនឹងធ្វើដូច្នេះបានទេបាទហើយដល់ឡែកខាងតៃវ៉ាន់វិញក៏គាត់បាននិយាយអំពីការពាររបស់គាត់ផងដែរគឺបើយោងតាមសេចក្តីរាយការណ៍នានាគឺប្រធានាធិបតីរបស់តៃវ៉ាន់គឺលោកឡៃជីងតេក៏បានប្រកាសថាតៃវ៉ាន់នឹងចំណាយប្រាក់ចំនួន40,000 លានដុល្លារដើម្បីទិញសម្ភារៈបន្ថែមទៀតបាទគឺ40,000 លានដុល្លារនេះសម្រាប់
ថាវិការរបស់ការពីជាតិបាទបន្ថែមទៀតណាបាទបន្ថែម$40,000សម្រាប់ការពីជាតិដោយប្រធានាធិបតីដែនកោះតៃវ៉ាន់និយាយថាឥឡូវនេះចិនកំពុងតែកសាងយោធារបស់ខ្លួនយ៉ាងច្រើនដែលមិនធ្លាប់មានពីពេលមុនមកដូច្នេះទាមទារឲ្យមានការចូលរួមពីសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិកហើយនិងដៃគូនានានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការចំណាយបន្ថែមទៀតដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការឈ្លានពានរបស់ចិនបាទគាត់ប្រាប់ពីការឈ្លានពានរបស់ចិនហើយក្នុងសំណើដែលបានស្នើឡើងរបស់ប្រធានាធិបតីដែនកោះតៃវ៉ាន់រួមមានការធ្វើយ៉ាងណាឲ្យធ្វើទំនើបកម្មប្រព័ន្ធការពារដែនអាកាសរបស់តៃវ៉ាន់ក៏ដូចជាបញ្ចូលនៅខាងបញ្ញាសិប្បនិម្មិតកម្មវិធីបញ្ញាសិប្បនិម្មិតចូលទៅក្នុងប្រព័ន្ធបញ្ជាយោធារបស់ចិនរបស់តៃវ៉ាន់ហើយក៏ដូចជាការវិនិយោគទៅលើការផលិតអាវុធនៅក្នុងប្រទេសផងដែរដែលនឹងចាប់ដំណើរការពីឆ្នាំ2026ដល់ឆ្នាំ2033បាទនេះគឺជាការវិវត្តរវាងតៃវ៉ាន់ចិនហើយនិងជប៉ុនណាគឺប្រសាសន៍របស់អ្នកស្រីនាយករដ្ឋមន្ត្រីជប៉ុនបានធ្វើឲ្យចិនខាងសម្បាហើយចិនមានប្រតិកម្មបែបនេះហើយឥឡូវនេះតៃវ៉ាន់ក៏ត្រៀមខ្លួនផងដែរអញ្ចឹងគឺស្ថានភាពនៅខាងសមុទ្រចិនខាងកើតនោះគឺក៏មានភាពតានតឹងមិនជាស្រាលប្រហែលដែរណាព័ត៌មានចុងក្រោយគឺជាបច្ចុប្បន្នភាពរបស់ខាងសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនដោយដែលប្រិមត្តបានឃើញរូបនេះហើយខ្ញុំបានជម្រាបទៅលើជ្រុងនយោបាយខ្ញុំបានជម្រាបនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកសម្រាប់អ្នកដែលមិនបានចូលគឺខ្ញុំសូមសង្ខេបនៅកន្លែងនេះគឺនៅលើជ្រុងនយោបាយគឺអ៊ុយក្រែនទំនងជានឹងទទួលយកផែនការសន្តិភាពថ្មីដែលខាងអ៊ុយក្រែនបានពិភាក្សាគ្នាជាមួយនឹងមន្ត្រីសហរដ្ឋអាមេរិកប៉ុន្តែខាងរុស្ស៊ីនៅមិនទាន់ឆ្លើយតបនៅឡើយទេពីព្រោះផែនការថ្មីហ្នឹងគឺមានការបញ្ចូលពីមតិហើយនឹងការស្នើឡើងរបស់ខាងសម្ព័ន្ធមិត្តប្រចាំប្រទេសនៅសហភាពអឺរ៉ុបរបស់អ៊ុយក្រែនផងដែរដែលផ្ដល់ផលប្រយោជន៍ដល់អ៊ុយក្រែនជាជាងផ្ដល់ផលប្រយោជន៍ទៅដល់រុស្ស៊ីហើយដូច្នេះអ៊ុយក្រែនព្រមទទួលយកប៉ុន្តែរុស្ស៊ីនៅមិនទាន់ទទួលយកនៅឡើយទេហ្នឹងទៅលើជ្រុងនយោបាយឥឡូវនេះនៅក្នុងនេះគឺជ្រុងខាងស្មរភូមិវិញដែលខ្ញុំបានសន្យាមកសិនមិញគឺប្រិមត្តបានឃើញរូបនេះហើយរូបសសដែលនៅកណ្ដាលគេហ្នឹងគឺទីក្រុងមីណារ៉ាត់បាទមីណារ៉ាត់របស់ខាងអ៊ុយក្រែនហើយពណ៌លឿងហ្នឹងគឺជាកម្លាំងរបស់រុស្ស៊ីដែលរលទៅមុខហើយពាត់ទីក្រុងមីណារ៉ាត់ហ្នឹងជាប់ហើយឥឡូវនេះបើតាមការវិតម្លៃរបស់វិទ្យាស្ថានសិក្សាពីសង្គ្រាមគាត់ថាកងកម្លាំងរបស់រុស្ស៊ីនៅទីនោះឥឡូវនេះកំពុងតែបង្កើនការប្រយុទ្ធបន្ថែមទៀតដើម្បីដាក់សម្ពាធពាត់ចាប់ទាហានរបស់អ៊ុយក្រែនដែលនៅជាប់គាត់នៅទីនោះតែម្ដងអញ្ចឹងគឺបានមានន័យថាចាប់រស់ឬក៏កំទេចចោលតែម្ដងហើយក្នុងចំនួននេះគឺមិនតិចទេបើដែលអាចនៅទប់ទីក្រុងនេះបានយូរអញ្ចឹងបាទអញ្ចឹងបានន័យថាក្នុងរយៈពេលប្រហែលថ្ងៃខាងមុខនេះអាចនឹងមានព័ត៌មានការដែលទីហ៊ានអ៊ុយក្រែនអាចនឹងចោះចាញ់ឬយ៉ាងម៉េចក៏ប៉ុន្តែបើយើងបត់ពិសោធន៍នៅក្នុងទីក្រុងម៉ាឌីយ៉ូប៉ូលនោះគឺពួកគាត់ប្រយុទ្ធរហូតដល់សល់ក្នុងរោងចក្រមួយតែម្ដងរោងចក្រមួយនោះគឺគាត់នៅតែប្រយុទ្ធនៅក្នុងនោះទៀតមិនចោះចាញ់រហូតដល់តែពីខាងលើទៅពជាថាចោះចាញ់ទៅប្រាប់គាត់សឹងតែវល់គាត់បាទពួកគាត់ព្រមចោះចាញ់ជាងស្មារតីប្រយុទ្ធរបស់ទីហ៊ានអ៊ុយក្រែនខ្លាំងដែរណាមើលការបាទពីព្រោះប្រវត្តិនៅខាងរុស្ស៊ីអ៊ុយក្រែនហ្នឹងគឺពួកគាត់មានប្រវត្តិមួយគឺប្រវត្តិពាត់ក្រុងហើយនឹងប្រវត្តិនៃការដែលសុខចិត្តប្រយុទ្ធនៅក្នុងក្រុងហ្នឹងអ្នកខ្លះរាប់ខែរាប់ឆ្នាំដើម្បីការពារដល់រាប់ណាស្បៀងនៅតែមាននៅតែទប់ទល់មិនអាចឲ្យចូលបានពីព្រោះសង្គ្រាមនៅក្នុងទីក្រុងមិនស្រួលដែរណាមិនស្រួលដែរបើផ្លោងទៅជួនកាលចាំជនស៊ីវិលឬក៏អញ្ចឹងកំតិចទីវាពិបាកអញ្ចឹងទៅគេចង់ទៅចូលទម្លុះទ្វារប៉ុន្តែទម្លុះអត់រួចអញ្ចឹងដូច្នេះនេះនៅទីក្រុងមីណារ៉ាត់នេះអាចនឹងដួលក្នុងរយៈពេលប្រហែលថ្ងៃខាងមុខឬក៏ប្រហែលសប្តាហ៍ឬអាចដល់ខែប្រសិនបើគាត់អាចនឹងការពារបានពីព្រោះអាចមានបដិបត្តិការដោយកាលពីនៅម៉ារីយ៉ូប៉ូលពេលហ្នឹងអ៊ុយក្រែនមិនទាន់ទំនើបផងគាត់ថែមទាំងមានលួចឧទ្ធម្ភាគចក្រចូលយប់បាទចូលបដិបត្តិការចូលយប់ដើម្បីរំដោះអ្នកសំខាន់មួយចំនួនដូចតើក្នុងស្ថានភាពភូមិសាស្ត្រនេះតើអាចចូលបានយើងមិនដឹងដែរអញ្ចឹងដូច្នេះតតិទាហានគេនឹងប្រើយ៉ាងម៉េចបាទអញ្ចឹងបើសិនជាមានការវិវត្តអ្វីថ្មីបាទខ្ញុំនឹងជម្រាបជូនប្រិយមិត្តទាំងអស់គ្នានៅពេលនេះសូមអរគុណប្រិយមិត្តដែលចូលមកស្ដាប់ការចែករំលែកព័ត៌មានរបស់ខ្ញុំនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិយើងនឹងជួបគ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកនៅល្ងាចនេះសម្រាប់អ្នកនៅប្រទេសកម្ពុជានិងអ្នកនៅប្រទេសល្ងាចនេះសម្រាប់អ្នកនៅសហរដ្ឋអាមេរិកនិងស្អែកព្រឹកសម្រាប់អ្នកនៅក្នុងប្រទេសកម្ពុជាហើយចាំខ្ញុំជម្រាបបន្ថែមទៀតថាតើនៅថ្ងៃពហុឬថ្ងៃណា Thanksgiving សម្រាប់មិនផ្សាយយ៉ាងម៉េចបាទអញ្ចឹងសូមអរគុណសូមជម្រាបលាបាទ